លទ្ធផលដែលយើងទទួលបានគឺអស្ចារ្យមែនទែនថ្ងៃនេះខ្ញុំនឹងនាំមកជូនអ្នកនៅវិធីសាស្ត្រមួយដែលយើងនឹងយករបៀបបុរាណអារ៉ាប់មួយមកប្រើឡើងវិញដើម្បីឲ្យដើមកូនរស់នៅកន្លែងដែលទំនងជាមិនអាចធ្វើទៅបានមុននេះគេធ្វើដោយប្រើដុបដេរសក្រហមដែលបំពេញដោយខ្សាច់ព្រៃហើយមានរន្ធតូចដែលអាចឲ្យដាំបន្លែនិងរុក្ខជាតិមានក្លិនក្នុងលក្ខខណ្ឌដ៏លំបាកបានថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកនៅកំណែទំនើបងាយស្រួលនិងអាចធ្វើបាននៅផ្ទះនៃប្រព័ន្ធដូចគ្នានេះដើម្បីឲ្យអ្នកអាចធ្វើតាមជាដំណាក់កាលផងដែរដូច្នេះសូមឲ្យអ្នកប្រុងប្រយ័ត្នខ្លាំងហើយក៏សម្គាល់អស់អំពីអ្វីទាំងអស់ព្រោះយើងចាប់ផ្ដើមឥឡូវនេះហើយសម្រាប់វិធីសាស្ត្រនេះយើងត្រូវការតែរបស់មិនច្រើនទេទាំងអស់សុទ្ធតែរកបានងាយជាដំបូងគឺដបផ្លាដែលមានចំណុះ8លីត្រយើងក៏នឹងប្រើខ្សាច់ផងដែរខ្សាច់ល្អបំផុតគឺខ្សាច់ទន្លេប៉ុន្តែខ្សាច់ឆ្នេរខ្សាច់សំណង់ឬសូម្បីតែខ្សាច់សម្រាប់តម្រង់ទឹកក៏អាចប្រើបានដែរតែបើសិនជាយើងលាងវាឲ្យស្អាតល្អយើងអាចប្រើវាបានដោយលាងច្រើនដងរហូតទឹកចេញស្អាតបំផុតយើងក៏ត្រូវការទឹកអុកស៊ីសែន 3% ឬ10បរិមាណផងដែរបន្ថែមទៀតយើងត្រូវការកាំបិតកាត់ឬកាំបិតមួយដែលមាំដើម្បីកាត់ដបហើយជាក់ស្ដែងត្រូវមានដើមកាត់ផងដែរក្នុងករណីនេះយើងនឹងធ្វើការជាមួយដើមកាត់ក្រូចឆ្មាដើមកាត់ប៉េងប៉ោះនិងដើមកាត់ស្លឹកគ្រៃហើយយើងនឹងកាត់មួយចំនួន9នៃមួយប៉ុន្តែសូមចងចាំវិធីសាស្ត្រនេះអាចប្រើបានសម្រាប់រុក្ខជាតិគ្រប់ប្រភេទដែលអ្នកចង់បន្តពូជឬចម្លងឥឡូវយើងនឹងត្រៀមដើមកាត់របស់យើងជ្រើសរើសដើមកាត់ចំនួន27ដោយមានក្រូចឆ្មា9ដើមប៉េងប៉ោះ9និងស្លឹកគ្រៃ9ដើមកាត់នេះមួយត្រូវតែស្ថិតនៅចន្លោះមធ្យមមិនត្រូវស្រស់ពេកនិងក៏មិនត្រូវរឹងពេកដែរយើងសម្អាតផ្នែកខាងក្រោមរបស់ដើមកាត់នេះមួយឲ្យបានស្អាតដោយដកស្លឹកឬសាខាតូចចេញដើម្បីឲ្យតំបន់ដែលនឹងបញ្ចប់ក្នុងដីសទំនេរទាំងស្រុងឥឡូវនេះយើងលាបក្រឡុកស្ពៃអាឡូវេរីធម្មជាតិនៅផ្នែកខាងក្រោមនោះអាឡូវេរីផ្ដល់នូវហូម៉ូនធម្មជាតិសម្រាប់បង្កើតរសសំណើមការពារពីមេរោគនិងជួយឲ្យដើមកាត់ចាប់ឫសបានល្អបន្ទាប់មកយើងបុកផ្នែកនោះឲ្យមានម្សៅក្រអៅម្សៅក្រអៅគឺជាថ្នាំប្រឆាំងមេរោគនិងសារធាតុប្រឆាំងផ្សិតធម្មជាតិដែលជួយការពារការរីកចម្រើននៃផ្សិតនិងការពារដើមកាត់ក្នុងសប្តាហ៍ដំបូងហើយសូមចងចាំអនុវត្តតាមជំហានទាំងអស់យ៉ាងត្រឹមត្រូវដូចដែលខ្ញុំបានបង្ហាញព្រោះបើអ្នករំលងជំហានណាមួយវាអាចនឹងមិនបានលទ្ធផលដូចគ្នាទេសូមមើលវីដេអូទាំងមូលដើម្បីឲ្យអ្នកអាចធ្វើតាមបានត្រឹមត្រូវដូចខ្ញុំឥឡូវនេះយើងនឹងត្រៀមទឹកសម្រាប់ថៃដែលនឹងធ្វើឲ្យខ្សាច់នៅក្នុងប្រអប់បណ្ដុះមានសំណើមទាំងអស់សម្រាប់ទឹក1លីត្រយើងប្រើទឹកអុកស៊ីសែនតាមរបៀបដូចទៅប្រសិនបើទឹកអុកស៊ីសែនរបស់អ្នកមាន 3% ឬ10 វ៉ូឡូយ៉ូមយើងប្រើស្លាបព្រាកាហ្វេមួយពេញបើវាជាវ៉ូឡូយ៉ូម20ឬប្រហែល 6% យើងប្រើស្លាបព្រាកាហ្វេពាក់កណ្ដាលហើយបើវាជាវ៉ូឡូយ៉ូម40ឬច្រើនជាងនេះយើងប្រើត្រឹម 1/3 នៃស្លាបព្រាកាហ្វេប្រៀបដូចជាទឹកបន្តិចបន្តួចប៉ុណ្ណោះការលាយនេះមិនត្រឹមតែផ្ដល់សំណើមដល់ខ្សាច់ប៉ុណ្ណោះទេប៉ុន្តែវាក៏ជួយសម្អាតបន្ថែមអុកស៊ីសែនក្នុងបរិយាកាសនិងការពារជំងឺផ្សិតផងដែរដែលជារឿងសំខាន់ណាស់ដើម្បីឲ្យដើមកូនមិនរលួយក្នុងដំណើរការឥឡូវនេះយើងនឹងចាប់ផ្ដើមរៀបចំបំពង់ទឹកយើងដាក់បំពង់ទឹកឲ្យឈរត្រង់ហើយបំពេញខ្សាច់ចូលរហូតដល់ប្រហែល 8% កន្លែងទំនេរចំនួន 20% នៅខាងលើនេះសំខាន់ណាស់ព្រោះនៅទីនោះយើងនឹងបន្ថែមទឹកស្រោចពេលយើងបានបំពេញបំពង់ទឹកដល់កម្រិតត្រឹមត្រូវរួចហើយយើងនឹងចាក់ទឹក1លីត្រឬ1លីត្រកន្លះដែលយើងទើបតែរៀបចំចូលទៅយើងចាក់ទឹកនេះត្រង់ពីលើដោយមិនបិទគម្របឥឡូវនេះយើងទុកឲ្យបំពង់ទឹកបើកហើយរង់ចាំយ៉ាងអត់ធ្មត់ឲ្យទឹកទាំងអស់នោះច្រោះតាមខ្សាច់នឹងស្រូបយកទឹកបន្តិចម្ដងហើយសំណើមនឹងត្រូវចែកចាយស្មើគ្នាពីលើរហូតដល់បាតមានតែពេលយើងឃើញថាទឹកបានច្រោះរួចរាល់ហើយខ្សាច់ទាំងអស់សើមនិងស្ថិតក្នុងលក្ខខណ្ឌល្អបំផុតប៉ុន្តែពេលនោះយើងទើបចាប់ផ្ដើមធ្វើរន្ធនៅចំហៀងនេះគឺសំខាន់ណាស់ដំបូងត្រូវធ្វើឲ្យសាំសិនរួចហើយទើបធ្វើរន្ធបើយើងប៉ាន់រន្ធមុនយើងនឹងបាត់បង់ទឹកហើយខ្សាច់នឹងមិនសាមបានល្អទេឥឡូវនេះពេលខ្សាច់សាមត្រឹមត្រូវរួចហើយយើងសម្គាល់ចំណុចដែលនឹងដាក់ដើមកូនមួយដោយប្រើពីសរសេរយើងចែកចាយវាទៅទូទាំងដបដើម្បីឲ្យវាមិនជិតគ្នាពេកហើយដើម្បីឲ្យមួយមានកន្លែងផ្ទាល់ខ្លួនឥឡូវនេះដោយប្រើកាំបិតកាត់ឬកន្ត្រៃមួយដែលមាំមួនយើងធ្វើកាត់ជាទម្រង់ឆ្លាក់គ្នានៅលើគ្រប់ចំណុចដែលបានសម្គាល់ការកាត់ជាទម្រង់ឆ្លាក់គ្នានេះល្អឥតខ្ចោះព្រោះវាមិនឲ្យខ្សាច់រត់ចេញទេវាសមស្របជាមួយកម្រាស់នៃដើមកូនហើយរក្សាឲ្យវាមានស្ថិរភាពបើដើមកូនស្ដាងដូចជារមៀតយើងធ្វើឆ្លាក់តូចមួយបើវាធំជាងដូចជាដើមក្រូចឬដើមប៉េងប៉ោះយើងធ្វើឆ្លាក់ឲ្យធំជាងបន្តិចប៉ុន្តែត្រូវតែសមស្របជានិច្ចហើយបើដោយហេតុផលណាមួយការកាត់មួយធំពេកអ្នកអាចដាក់ក្រណាត់បាវបន្ថែមតូចមួយនៅក្នុងឆ្លាក់នោះបាន
វានឹងជួយមិនឲ្យខ្សាច់រត់ចេញហើយអ្នកអាចបន្តធ្វើការដោយគ្មានបញ្ហាឡើយពេលឆ្លាក់រួចហើយយើងដាក់ដើមកូនចូលយើងដាក់វាចូលយ៉ាងប្រុងប្រយ័ត្នរហូតដល់វាចូលប្រហែល3ដល់4សង់ទីម៉ែត្រនៅក្នុងខ្សាច់ជម្រៅនោះសមស្របបំផុតដើម្បីឲ្យវាចាប់ជាប់ល្អហើយអាចបង្កើតរសបានដោយគ្មានបញ្ហាឥឡូវនេះយើងនឹងត្រៀមថ្នាំការពារធម្មជាតិមួយដែលងាយស្រួលណាស់យើងបន្ថែមម្សៅដួងឆ្មារតេកមួយចូលក្នុងទឹក1លីត្ររួចកូរឲ្យសព្វហើយចម្រាញ់វាតាមក្រណាត់ស្ដើងឬតម្រងកាហ្វេហើយបញ្ចូលទៅក្នុងបំពង់បាញ់ទឹករៀងរាល់3 ទៅ4ថ្ងៃយើងបាញ់ទឹកលើដើមកូនខាងក្រៅដើម្បីរក្សាឲ្យវាមានការការពារពីផ្សិតនិងបាក់តេរីបន្ទាប់មកយើងគ្របដាក់ដបទាំងមូលដោយថង់ប្លាស្ទិកខ្លារុះវានឹងបង្កើតបរិយាកាសសួនកសិដ្ឋានតូចដែលជួយរក្សាឲ្យសំណើមនៅខ្ពស់បើយើងមិនធ្វើបែបនេះទេដើមកូននឹងស្ងួតទឹកហើយមិនអាចដុះរឡើងបានទេឥឡូវនេះយើងដាក់ប្រព័ន្ធបង្កើតដើមកូននៅកន្លែងដែលមានពន្លឺល្អប៉ុន្តែមិនមានពន្លឺថ្ងៃផ្ទាល់ហើយសំខាន់ណាស់គឺត្រូវនៅកន្លែងដែលគ្មានខ្យល់អាចធ្វើឲ្យថង់ប្លាស្ទិករុញទៅមកបុកដើមកូនហើយអាចបណ្ដាលឲ្យវាមិនដុះររៀងរាល់3 ទៅ4ថ្ងៃយើងបើកថង់ប្លាស្ទិកដើម្បីបដូរខ្យល់ថ្មីហើយបើចាំបាច់ក៏អាចបាញ់ថ្នាំការពារផ្សិតវិញហើយបើមានពេលណាខ្សាច់ស្ងួតទោះបីវាមិនសូវកើតឡើងក៏ដោយគ្រាន់តែបន្ថែមទឹកដែលបានរៀបចំរួចបន្តិចទៀតដល់ពេលដបមានសំណើមធម្មជាតិវិញហើយបើអ្នកចង់ធ្វើវានៅពេលល្អបំផុតតាមដំណាក់កាលព្រះច័ន្ទខ្ញុំទុកយោងត្រឹមត្រូវឲ្យអ្នកនៅទីនេះពេលយើងធ្វើការជាមួយដើមកូនមានផ្នែកសំខាន់ពីរដែលត្រូវយកចិត្តទុកដាក់គឺផ្នែកខាងលើដីដែលជាដំណក់និងផ្នែកក្រោមដីដែលជាព្រះច័ន្ទកើនជួយលើផ្នែកខាងលើដីដូចជាដំណក់ស្លឹកនិងចលនារបស់ទឹកដើមឡើងលើប៉ុន្តែព្រោះអ្វីដែលយើងចង់បាននៅទីនេះគឺឲ្យធម្មពលទាំងអស់ផ្ដោតទៅលើផ្នែកខាងក្រោមដូចជាការចាក់ឫសពេលល្អបំផុតសម្រាប់ធ្វើដើមកូនគឺនៅពេលព្រះច័ន្ទរតិចនៅពេលព្រះច័ន្ទរតិចទឹកដើមនឹងធ្លាក់ចុះទៅក្រោមហើយវានឹងផ្ដោតខ្លាំងជាងមុននៅផ្នែកគោដូច្នេះវាធ្វើឲ្យដើមកូនអាចបង្កើតរថ្មីបានលឿននិងរឹងមាំជាងមុនឥឡូវនេះដល់វគ្គមួយដែលគួរឲ្យរំភើបបំផុតនៃដំណើរការនេះហើយបន្ទាប់ពីប្រហែល6សប្តាហ៍អ្នកនឹងឃើញថាដើមកូនរឹងមាំមិនរអិលទេហើយអ្នកអាចមើលឃើញស្ពណ៌ជាប់នឹងប្លាស្ទិកដល់ផងដែរវាមានន័យថាវាបានចាក់ឫសបានត្រឹមត្រូវហើយដើម្បីយកវាចេញយើងមិនត្រូវទាញដើមកូនទេយើងនឹងធ្វើវាដោយវិធីដែលមានសុវត្ថិភាពបំផុតយើងនឹងកាត់ជាច្រវាក់មួយនៅផ្នែកខាងលើដបដើម្បីបើកវាហើយបន្ទាប់មកកាត់បញ្ឈរច្រើនចំណុចជុំវិញខ្លួនដបដោយវិធីនេះយើងអាចបើកប្លាស្ទិកជាផ្នែកដើម្បីជៀសវាងការខូចខាតដល់ដើមកូនហើយជាដំណាក់កាលចុងក្រោយគឺលាងខ្សាច់ចេញពីដើមកូនរបស់យើងហើយចុងក្រោយយើងនឹងមានដើមកូនក្រូច9ដើមកូនប៉េងប៉ោះ9និងដើមកូនស្លឹកគ្រៃ9ទាំងអស់បានចាក់ឫសល្អប្រសើរបើវិធីនេះធ្វើឲ្យអ្នកភ្ញាក់ផ្អើលឬជួយជំរុញអ្នកសូមជួយគាំទ្រដោយចុច like ហើយជីវ Channel ដោយសារតែមានបច្ចេកទេសបុរាណប្លែកនិងមានប្រសិទ្ធភាពខ្លាំងជាច្រើនទៀតដែលមនុស្សភាគច្រើនមិនស្គាល់ទេហើយសូមប្រាប់ខ្ញុំក្នុងមតិយោបល់ថាតើអ្នកចង់ឲ្យយើងបន្តពង្រីករុក្ខជាតិមួយណានៅក្នុងវីដេអូក្រោយគំនិតរបស់អ្នកអាចជារឿងបន្ទាប់ដែលនឹងបង្ហាញនៅទីនេះជួបគ្នាថ្មី